នៅប្រទេសសិង្ហបុរីមានក្រុមហ៊ុនចំនួន17ដែលពាក់ព័ន្ធជាមួយលោក Gen Z អ្នកចំនួនវ័យ37ឆ្នាំដែលសហរដ្ឋអាមេរិកចោទថាជាមេឧក្រិដ្ឋកម្មឆបោកតាមអនឡាញដើមកំណើតចិនសញ្ជាតិកម្ពុជានិងអង់គ្លេសទូរទស្សន៍សិង្ហបុរី CNA ផ្សាយដោយផ្អែកទៅលើរបាយការណ៍ស៊ើបអង្កេតរបស់សហរដ្ឋអាមេរិកថាក្រុមហ៊ុនទាំង17ស្ថិតនៅក្នុងបណ្ដាញឆបោកសរុប126ដែលមានទំនាក់ទំនងជាមួយនឹងក្រុមហ៊ុន Prince Holding Group របស់លោក Gen Z ក្រុមហ៊ុនទាំងនេះត្រូវអាមេរិកហៅថាអង្គការឧក្រិដ្ឋកម្មឆ្លងដែន CNA រាយការណ៍ថា17ក្រុមហ៊ុនដែលចុះបញ្ជីនៅសិង្ហបុរីភាគច្រើនមានសកម្មភាពអាជីវកម្មមិនពិតប្រាកដហើយត្រូវបានអាមេរិកចោទប្រកាន់ថាត្រូវបានប្រើប្រាស់ដើម្បីលាងលុយខុសច្បាប់ក្រោមអាណាចក្របោកប្រាស់របស់លោក Gen Z ក្នុងចំណោមនោះមានក្រុមហ៊ុនចំនួន6ដែលអាមេរិកថាជាសហការីផ្នែកហិរញ្ញវត្ថុដ៏ជិតស្និទ្ធរបស់លោក Gen Z សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មជនជាតិសិង្ហបុរីចំនួន3នាក់ដែលជាប់ចោទជួយលោក Gen Z អាមេរិកបានបង្កកទ្រព្យសម្បត្តិរបស់ពួកគេនិងបិទការទូទាត់សាច់ប្រាក់ជាដុល្លារកាសែត Business Times រាយការណ៍ថាក្រៅពីមានផ្ទះនៅខាងជើងទីក្រុងឡុងដែលអង់គ្លេសបានបង្កកទុកលោក Gen Z បានទិញផ្ទះនៅសិង្ហបុរីតម្លៃជិត13លានដុល្លារក្រៅពីសិង្ហបុរីលោក Gen Z មានក្រុមហ៊ុនជាង100ទៀតនៅកម្ពុជាតៃវ៉ាន់ហុងកុងនិងចក្រភពអង់គ្លេសរដ្ឋអាជ្ញាសហរដ្ឋអាមេរិកបានឲ្យដឹងថាបណ្ដាញឆបោករបស់លោក Gen Z អាចរកប្រាក់បានរហូតដល់ទៅ30លានដុល្លារក្នុងមួយថ្ងៃបោកតាមរយៈការវិនិយោគលើ crypto คล้ายៗអាមេរិកនៅថ្ងៃទី14ខែតុលាឆ្នាំ2025បានរឹបអូស crypto តម្លៃ15,000លានដុល្លារពីបណ្ដាញរបស់លោក Gen Z ដែលពេលនេះមិនដឹងនៅឯណាខ្ញុំរស់សុធាពី News Today NTTV